បាទសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំបាទអេដមីនដាបានវិលត្រឡប់មកសាយថ្មីម្ដងទៀតដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូននៅក្នុងរាត្រីនេះបាទហើយសម្រាប់រាត្រីនេះដែរខ្ញុំបាទក៏បាននាំយកនូវសាច់រឿងមួយដែលទទួលបានពីបងស្រីម្នាក់ដែលគាត់រស់នៅឯខេត្តព្រៃវែងបាទដែលគាត់បានប្រាប់ថាស្វាមីរបស់គាត់នឹងគឺបានស្លាប់អស់រយៈពេល7ថ្ងៃបាទហើយមុននឹងគាត់ស្លាប់គឺគាត់បានដែលផ្ដាំប្រពន្ធគាត់ថាបើសិនជាគាត់ស្លាប់សូមកុំឲ្យយកគាត់ទៅបូជាឬមួយក៏បញ្ចុះឲ្យសោះពីព្រោះគាត់នឹងរស់ឡើងវិញក្នុងរយៈពេល7ថ្ងៃក្រោយមកបាទដើម្បីកុំឲ្យខាតពេលវេលានឹងចង់ដឹងថាតើហេតុអ្វីបានជាបងប្រុសដឹងមុនថាគាត់ស្លាប់រយៈពេល7ថ្ងៃអាចរស់ឡើងវិញបានសូមអញ្ជើញស្ដាប់សាច់រឿងទាំងមូលទាំងអស់គ្នាបាទសូមអញ្ជើញបាទបាទរឿងហ្នឹងគឺបានកើតឡើងនៅក្នុងភូមិចុងរុកឃុំរមាំងកោលស្រុកស្វាយទៀបខេត្តស្វាយរៀងដោយបរិសម្នាក់ដឹងខ្លួនមុនថាខ្លួននឹងស្លាប់ហើយបាននិយាយប្រាប់ប្រពន្ធថាពេលដែលខ្ញុំស្លាប់កុំយកសពខ្ញុំទៅបូជាឬបញ្ចុះសោះបើសពនៅធម្មតាមិនរឹងមិនហើមឬស្អុយរងចាំ7ថ្ងៃព្រលឹងខ្ញុំនឹងវិលចូលរូបរាងកាយវិញហើយលុះបាន3ថ្ងៃក្រោយមកក៏ស្លាប់មែនរហូតមកដល់ថ្ងៃទី6ខែតុលាឆ្នាំ2016ប្រពន្ធមិនព្រមយកសពប្តីទៅបូជាឬបញ្ចុះឡើយហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅមើលសាកសពនិងរងចាំមើលថាតើបុរសខាងលើអាចរស់ឡើងវិញបានដែរឬទេបើតាមស្ត្រីជាប្រពន្ធឈ្មោះបងស្រីសុធីគាត់មានអាយុ53ឆ្នាំដែលជាប្រពន្ធរបស់សាកសពបានឲ្យដឹងថាប្តីគាត់មានឈ្មោះប្រាក់ឋានអាយុ37ឆ្នាំរស់នៅភូមិកើតហេតុខាងលើពួកគាត់បានរួមរស់ជាប្តីប្រពន្ធអស់រយៈពេល6ឆ្នាំមកហើយស្ត្រីជាប្រពន្ធបន្តទៅទៀតថានៅមុនថ្ងៃដែលប្តីរបស់គាត់ស្លាប់3ថ្ងៃប្តីរបស់គាត់បាននិយាយប្រាប់គាត់ថាពេលខ្ញុំស្លាប់សូមកុំយកសាកសពរបស់ខ្ញុំទៅបញ្ចុះឬបូជាពីព្រោះរូបគាត់ជាប្តីត្រូវព្រះអង្គយកព្រលឹងទៅហើយរយៈពេល7ថ្ងៃទើបព្រលឹងរបស់គាត់វិលមកចូលរូបរាងកាយវិញបងស្រីក៏បានប្រាប់បន្តទៀតថាប្តីរបស់គាត់នឹងបានស្លាប់កាលពីវេលាម៉ោង 11:10 នាទីយប់ថ្ងៃទី3ខែតុលាឆ្នាំ2016រហូតមកដល់ថ្ងៃទី6ខែតុលានេះគឺស្លាប់បានរយៈពេល3យប់4ថ្ងៃហើយរូបគាត់សង្ឃឹមថាប្តីរបស់គាត់នឹងរស់ឡើងវិញបងស្រីគាត់បានប្រាប់adminទៀតថាប្តីរបស់គាត់ធ្លាប់បានទៅបួសរៀនមន្តអាគមគេថានៅភ្នំគូលែនខេត្តសៀមរាបជាមួយអ្នកសច្ចាំងហើយអាចបណ្ដាលមកពីខុសគ្រូបាអាចារ្យហើយគ្រូធំដែលនៅឯភ្នំគូលែននោះតែទូរស័ព្ទមកប្រាប់ក្រុមគ្រួសារនៃសពថាកុំអាលបូជាឬបញ្ចុះសពអីរងចាំ7ថ្ងៃក្រោយព្រលឹងនឹងវិលចូលរូបរាងកាយវិញទៅហើយបងស្រីក៏គាត់សឹងតែមិនជឿដែរប៉ុន្តែដោយសារសាកសពរបស់ប្តីគាត់នឹងគឺបានស្លាប់អស់រយៈពេល3យប់4ថ្ងៃមកហើយទើបធ្វើឲ្យគាត់សម្រេចចិត្តមិនយកប្តីរបស់គាត់នឹងទៅបូជាគឺគាត់ទុករហូតដល់7ថ្ងៃតាមបណ្ដាំរបស់ប្តីគាត់លុះមកដល់ថ្ងៃទី7ខែតុលាហ្នឹងគឺត្រូវជាថ្ងៃទី5ហើយដែលប្តីរបស់គាត់បានស្លាប់ត្រាប់តែកើតរឿងចម្លែកបែកញើសនៅលើថ្ងាសនៃប្តីរបស់គាត់ហ្នឹងហើយមានផុសជាអក្សរនៅលើថ្ងាសទៀតមុនដំបូងស្មានថាជាអក្សរដែលចាពេលនៅរស់តែក្រោយមកអក្សរដែលផុសនោះជាពាក្យបាលីថាពុទ្ធិយៈពេលមានមនុស្សផ្សេងទៀតទៅអោនមើលក៏បាត់អក្សរពុទ្ធិយៈបែរជាឃើញពាក្យថាបំណន់ពេលមានមនុស្សមើលច្រើនស្រាប់តែលុបពាក្យបំណន់ឃើញតែតួអក្សរ3តួគឺអក្សរប
nóនឹងអក្សរបទៅវិញធ្វើឲ្យអ្នកភូមិកាន់តែងឿឆ្ងល់និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយចាស់ទុំក៏បានអញ្ជើញយាយតាជីដូនជីតាមករៀបចំសិក្ខាបូជាថ្វាយនិងបែបនបារមីវត្ថុស័ក្តិសិទ្ធិជួយថែរក្សាដើម្បីបញ្ជូនព្រលឹងវិញ្ញាណប្រោសឋានឲ្យមកចូលរូបរាងកាយវិញតាមបណ្ដាំរបស់ប្តីដែលផ្ដាំប្រពន្ធថាព្រះអង្គដកយកព្រលឹងឲ្យទៅរៀន7ថ្ងៃឲ្យព្រលឹងមកយកខ្លួនវិញហើយនៅថ្ងៃទី9ខែតុលាក៏ត្រូវជាថ្ងៃទី7នៃការស្លាប់របស់ប្តីរបស់គាត់តោះបងប្អូនចង់ដឹងថាតើប្តីរបស់គាត់អាចរស់រានមានជីវិតបានដែរឬទេសូមតាមដានជាមួយអត់មានបន្តទៀតបាទបន្ទាប់ពីស្លាប់អស់រយៈពេល7ថ្ងៃនៅថ្ងៃទី7នេះគឺមានបុរសចំនួន5នាក់បានមកអុកឡុកដោយប្រាប់ថាគាត់ជាគ្រូសិលចេះអន្ទងព្រលឹងជាគ្រូពេទ្យមកធ្វើពិធីប្រោះទឹកមន្តលើករាងកាយសពនិងអាសនៈរបស់សពធ្វើឲ្យសពមានសភាពប្រែប្រួលហួសពីការស្មានក្រោយមកមិនបានកន្លះម៉ោងផងសាកសពដីរបស់គាត់នឹងក៏ចាប់ដើមរឹងនិងខំក្លិនស្អុយជះភីពេញផ្ទះតែម្ដងពេលនោះធ្វើឲ្យបងត្រីគឺគាត់មានអារម្មណ៍ថាអីរបស់គាត់គឺបានស្លាប់ពិតមែនហើយក៏គ្មានសង្ឃឹមថាអាចរស់ឡើងវិញបានដែរគាត់បានបញ្ជាក់ប្រាប់បន្តទៀតថាមុនដំបូងហ្នឹងគឺគេឃើញបរិស5នាក់ហ្នឹងចុះពីលើរថយន្តស៊េរីទំនើបមួយគ្រឿងមិនចាំផ្លាកលេខទេហើយបានដើរចូលក្នុងផ្ទះតម្កល់សពហើយប្រាប់ថាគេជាគ្រូសិលមកជួយសង្គ្រោះអន្តងពលឹងអីចឹងទៅហើយពេលឱកាសល្អពួកគេក៏បានយកប្រដាប់ប្រដាដែលបានត្រៀមទុកជាស្រេចមានដូចជាទឹកមន្តជាដើមធ្វើពិធីសូត្រមន្តប្រោះទឹកទៅលើសាកសពរួចបាចទឹកទៅលើអាសនៈរបស់សពរីឯលោកអាចារ្យហើយនឹងខ្ញុំអង្គុយភាំងនិយាយមិនចេញភ្លេចបណ្ដាំរបស់ប្តីខ្ញុំតម្រាំដឹងខ្លួនគឺជ្រុលពេកបាត់ទៅហើយដោយឮគ្រូសិលសួរទៅម្នាក់ទៀតថាមនុស្សនេះស្លាប់ហើយឬនៅម្នាក់ដែលថាជាគ្រូពេទ្យនោះឆ្លើយថាបើតាមវិទ្យាសាស្ត្រគ្រូពេទ្យគឺស្លាប់ហើយបើតាមអច្ឆរិយៈគឺមិនទាន់ស្លាប់ទេក្រោយមកគ្រូសិលនោះបានទូរស័ព្ទរាយការណ៍ទៅគ្រូធំរបស់គេថាពួកគេបានយកទឹកមន្តនិងបានសូត្រគាថាតាមលោកគ្រូហើយក៏ប៉ុន្តែសាកសពនៅធម្មតាមានប្រែប្រួលអ្វីទេគ្រូសិលនោះបានទទួលបញ្ជាឲ្យយកទឹកមន្តប្រោះព្រំចំនួន3ដងទៀតរួចដោះអាវសពហើយយកដីសគូសខ្វែងជើងក្អែកលើដើមទ្រូងសាកសពរបស់ប្តីខ្ញុំហើយក៏ប្រញាប់ប្រញាល់នាំគ្នាចេញទៅវិញទៅបងត្រីគាត់ក៏បានប្រាប់បន្តទៀតថារូបគាត់ដូចជាភាំងដូចត្រូវថ្នាំដំអង្គុយមើលគេធ្វើពិធីតែមិនអាចខាត់គេបានឡើយព្រោះពេលក្រុមគ្រូសិលនោះទៅបាត់កន្លះម៉ោងទើបគាត់ញាក់ខ្លួនមើលទៅសពប្តីផ្ទៃមុខបះរោមឡើងសរសៃភ្នែកទាញមាត់វិក្រោយមកនៅវេលាមកមួយរសៀលថ្ងៃដដែលមើលទៅសពចាប់ផ្ដើមហើមមុខហើមពោះប៉ងសាច់ឡើងពណ៌ខ្មៅនិងធំក្លិនស្អុយតែម្ដងទើបគិតថាគ្រូសិលនេះមកចាញ់សម្លាប់ប្តីរបស់គាត់ហើយបន្ទាប់ពីឃើញសាកសពរបស់ប្តីគាត់មានសភាពបែបហ្នឹងគាត់ក៏ពិភាក្សាជាមួយនឹងអម្ចារ្យនិងអ្នកភូមិទាំងអស់ហើយក៏សម្រេចចិត្តយកសាកសពរបស់ប្តីគាត់ហ្នឹងទៅបូជាបាត់ទៅហើយនេះគឺជារឿងដែលធ្វើឲ្យបងត្រីគាត់មានអារម្មណ៍ថាស្ដាយក្រោយមែនទែនមិនគួរណាគាត់ធ្វើប្រហែសធ្វើឲ្យមានបរិស5នាក់មកឆ្លៀតឱកាសចាញ់ប្តីរបស់គាត់ទើបប្តីរបស់គាត់ស្លាប់បែបនេះបាទពុកម៉ែបងប្អូនទាំងអស់គ្នាហើយរឿងគឺបានមកដល់ទីបញ្ចប់គឺបងប្រុសគាត់មិនអាចរស់រានមានជីវិតម្ដងទៀតបានទេដោយសារតែមាននាបចាញ់បាទអត់មានសូមនិយាយរឿងមួយវាគឺជារឿងពិតនៃការស្លាប់ហើយរស់ឡើងវិញហ្នឹងពីព្រោះគឺជារឿងរបស់អ៊ំប្រុសដែលជាអ៊ំរបស់ខ្ញុំតែម្ដងគឺក៏នឹងយូរហើយហើយជា20ឆ្នាំជាងហើយនឹងខ្ញុំនៅតូចដែរគឺគាត់ស្លាប់7ថ្ងៃ
ប៉ុន្តែគាត់មិនបានបដែ5ប្រពន្ធកូននេះដូចបងអ្នកនេះទេគឺគាត់ស្លាប់មែនស្លាប់រយៈពេល7ថ្ងៃប៉ុន្តែនៅពេលដែលស្លាប់ហ្នឹងគឺគេប្រុងនិយាយទៅបូជាហើយប៉ុន្តែមើលទៅសាកសពរបស់គាត់គឺវាអត់មានតិចទេហើយអត់មានរឹងមកអីទន់ទាំងអស់អញ្ចឹងប្រពន្ធគាត់ហ្នឹងក៏ពិភាក្សាជាមួយបងប្អូនគឺថាអត់ទាន់យកទៅបូជាទេប៉ុន្តែកម្មវិធីបុណ្យគឺធ្វើអញ្ចឹងមែនធ្វើដូចក្នុងរឿងវិញអញ្ចឹងអានេះជារឿងពិតរបស់អំប្រុសរបស់អត់មានមែនហើយសម្រាប់ដល់ពេលដល់ថ្ងៃដែលគាត់ដឹងខ្លួនគឺរយៈពេល7ថ្ងៃគាត់ដឹងខ្លួនវិញគាត់ដឹងខ្លួនមកគឺគាត់និយាយប្រាប់ថា7ថ្ងៃគាត់ទៅដូចទៅឋានសួគ៌អញ្ចឹងគាត់ថាមានគេនាំគាត់ទៅដើរលេងគាត់ថាសុទ្ធតែភ្លើងពណ៌សុទ្ធតែមនុស្សគាត់ថាដូចនៅឋានសួគ៌អញ្ចឹងហើយយើងនេះខំតែភ័យស្មានថាគាត់ស្លាប់ហើយដល់ពេលគាត់ភ្ញាក់មកគាត់ថាអញ្ចឹងបងប្អូនគាត់ថាគាត់ដើរលេង7ថ្ងៃគេនាំគាត់ដើរលេងមួយឆ្អែតហើយឥឡូវគេឲ្យកាប់មកវិញហើយបើមិនជឿមិនកើតបើគាត់រស់វិញមែនតែនហើយគាត់រស់ដល់រាល់ថ្ងៃនេះបងប្អូនអត់ទាន់ស្លាប់ទេនៅរាល់ថ្ងៃហ្នឹងរាល់ថ្ងៃក៏អាយុចូល7ជាងហើយមានបងប្អូនណាមានធ្លាប់ដឹងរឿងអីអញ្ចឹងទេឬមួយក៏បងប្អូនមិនជឿហើយសម្រាប់ admin គឺ admin ជួបផ្ទាល់ហើយគឺជាអំប្រុសរបស់ admin ផ្ទាល់តែម្ដងបាទសម្រាប់ក្នុងនេតិនេះគឺ admin មានការនិទានតែប៉ុណ្ណឹងហើយបើសិនជាមានពាក្យពេចន៍មិនសមរម្យខុសឆ្គងត្រង់កន្លែងណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាខន្តីដល់ admin ផងបាទព្រោះ admin ធ្វើវីដេអូនេះឡើងគឺដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់កម្សាន្តបាទជាចុងក្រោយ admin សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរកស៊ីមានបានធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពជាចុងក្រោយបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ admin ផងបាទសូមអរគុណសូម